សួស្តីបងប្អូនទាំងអស់គ្នានេះជារបៀបក្នុងការប្រើប្រាស់ Tool Account Tool នេះខ្ញុំដាក់ជូនបងប្អូន free បងប្អូនទាំងអស់គ្នាអាចចូលទាញយកបាននៅក្នុងក្រុម Telegram របស់យើងអញ្ចឹងសម្រាប់បងប្អូនចង់រៀនសរសេរ Tool Account Tool បញ្ជា device ផ្សេងៗអាចចុះឈ្មោះចូលរៀនជាមួយខ្ញុំបានជាដំបូងពេលដែលបងប្អូនទាំងអស់គ្នាទាញយកបានបងប្អូននឹងបាន file បែបនេះមួយអញ្ចឹង file បែបនេះអ្វីដែលបងប្អូនត្រូវធ្វើនោះគឺបងប្អូនត្រូវ extract វាអញ្ចឹងតាក់ទងការ extract បងប្អូនទាំងអស់គ្នាត្រូវមាន file RAR មួយយើងចុចពី extract មកបន្ទាប់ពីចុច extract ហើយយើងចុច OK មួយអ្វីបន្ទាប់យើងនឹងឃើញវាធ្វើការ extract ហើយយើងនឹងទទួលបាន folder មួយបែបនេះអញ្ចឹងយើងរងចាំវាextract ចប់សិនឲ្យតា file នេះរៀងធំដែរបញ្ជាក់ថា tool នេះខ្ញុំដាក់ free ទេបើសិនជាមានអ្នកយកទៅលក់ផ្សេងអាចតាក់ទងមកខ្ញុំបានដោយសារ tool នេះគឺខ្ញុំធ្វើខ្លួនឯងគឺខ្ញុំដាក់ free ជូនសម្រាប់បងដែលអត់មានលទ្ធភាពក្នុងការទិញ tool ឬក៏អត់ចង់ចំណាយច្រើនបងទើបតែចាប់ផ្ដើមចង់រកលុយជាមួយ Facebook ឬបង្កើត account Facebook ផ្សេងចឹងទៅតាក់ទង tool នេះមានមុខងារក្នុងការបង្កើត account តាក់ទងជាមួយនឹង Change Device មានមុខងារជាច្រើនទៀតអញ្ចឹងយើងមើលរបៀបប្រើប្រាស់ទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាបើកឲ្យបង scroll ចុះមកក្រោមបន្តិចអូខេបងប្អូននឹងឃើញពាក្យមួយថាRig account ដែលមាន logo Facebook បែបនេះណាអូខេអញ្ចឹងបងប្អូនទាំងអស់គ្នា click លើវា2ដងដើម្បីបើកប្រើអូខេ click វាលើវា2ដងមកដើម្បីបើកប្រើពេលបង click ហើយបងប្អូននឹងឃើញតម្រង tool របស់យើងបែបនេះកញ្ញានេះរូបរាងគឺស្រស់ស្អាតមែនតើតែតោះជាមួយ UI ផ្សេងគឺខ្ញុំគូសយកគំរូតាមគេខ្លះដើម្បីឲ្យស្អាតដោយសារយើងអត់ទាន់បែកកំណត់អូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់យើងត្រូវបើក Real Device គឺទូរស័ព្ទ Direct ឬក៏ LD Direct អញ្ចឹងតើតោះជាមួយ LD ផ្សេងបងប្អូនអរគ្នាបើចង់បានអាច comment នៅក្នុង group Telegram របស់យើងខ្ញុំតម្លាក់ជូនសម្រាប់ LD Road ឬក៏បងប្អូនដែលមាន Real Device ដូចជា phone Direct ហើយអញ្ចឹងទៅតាក់ទង tool របស់យើងគឺយើងមានមុខងារ backup អូខេអញ្ចឹងខ្ញុំបានដាក់ឲ្យសម្រាប់បងដែលចង់ចុះឈ្មោះចូលរៀនជាមួយខ្ញុំអាចចុះឈ្មោះបានតម្លៃ25យើងនឹងរៀនសិក្សាស្វែងយល់ពីការប្រើប្រាស់ tool និងធ្វើការសរសេរដូចជាមុខងារ Change Device បែបនេះក៏មានដែរណាអូខេឥឡូវយើងអត់តាក់ទងនឹងការរៀនទេយើងតាក់ទងជាមួយនឹង tool របស់យើងអញ្ចឹងតាក់ទង tool នេះយើងមាន function ជាច្រើនតាក់ទងជាមួយនឹង Recovery Rigfu នេះតាក់ទងជាមួយនឹងមានមុខងារ upload profile ផ្សេងៗអញ្ចឹងទៅហើយតាក់ទងជាមួយនឹង verify ជាមួយ mail ខ្ញុំមានពីរប្រភេទឲ្យជ្រើសរើសមាន Yandex and Soho អញ្ចឹងកន្លែងនេះបងប្រើមួយណាក៏បានដែរប្រើ password app ខ្ញុំដាក់មកណាអូខេអញ្ចឹងតើតើអានេះបងចង់ប្រើ Soho ហ្នឹងក៏ប្រើទៅអូខេអញ្ចឹងអត់មានអីពិបាកទេតាក់ទងកន្លែង setting នេះបងបាច់សេរីឲ្យច្រើនទេខ្ញុំកំណត់រួចរាល់ហើយអូខេឥឡូវខ្ញុំ recovery អូខេ recovery អញ្ចឹងអូខេ save មកគឺដែរហើយអញ្ចឹងអានេះ account ឲ្យខ្ញុំ rig ពីមុនទេខ្ញុំធ្វើការ delete ចោលអូខេអញ្ចឹង delete ចោលគឺរួចរាល់អញ្ចឹងអ្វីដែលយើងធ្វើយើង select លើ device ហ្នឹងមួយយើងចុច run ទៅគឺវាដើរអូខេពេលវាដើរវាធ្វើការchange device មួយទៅវាតើការទៅបង្កើតអញ្ចឹងតាក់ទងការប្រើប្រាស់ tool ហ្នឹងមានតែប៉ុណ្្នឹងទេអត់មានពិបាកទេដោយសារខ្ញុំធ្វើឡើងសម្រាប់និយាយទៅធ្វើឡើងគឺស្រួលដើម្បីឲ្យអ្នកនរគ្នាប្រើប្រាស់ស្រួលអញ្ចឹងណាហើយ tool នេះជួយតែខ្ញុំលក់អត់ទេខ្ញុំដាក់ free ទេកន្លែងនេះយើងមើលតម្រងឈ្មោះខ្មែរនិងឈ្មោះ US យើងយកមួយណាក៏បានដែរអូខេមាន function ផ្សេងទៀតបងធ្លាប់ប្រើ tool ពីមុនមកច្បាស់ជាដឹងហើយតាក់ទងជាមួយនឹងការប្រើប្រាស់ផ្សេងអញ្ចឹងណាអានេះខ្ញុំសូមអត់បញ្ចូលច្រើនទេតាក់ទងជាមួយfunction ទាំងអស់នេះអញ្ចឹងទៅអញ្ចឹងវិធានការតាក់ទងជាមួយការ flow ក្នុងការដើរគឺខ្ញុំសរសេរឲ្យវាដើរដូចមនុស្សចុចអញ្ចឹងខ្ញុំអត់ឲ្យវាសរសេរលឿនពេកទេតាក់ទងការដើរបើសិនជាលឿនពេកវាអត់ដូចមនុស្សចុចទេអញ្ចឹងវាបង្កើតទៅវាអាចនឹងឆៅ spam ចាំអីចឹងណាឬក៏ check point អញ្ចឹងទៅអញ្ចឹងខ្ញុំធ្វើ slow វាគឺដូចមនុស្សអញ្ចឹងគឺចុចមួយតាមតារាការមនុស្សធ្វើអញ្ចឹងអត់ឲ្យលឿនពេកឃើញដូចកន្លែងបំពេញឈ្មោះអញ្ចឹងឃើញវារៀងយូរអត់អញ្ចឹងយើងដាក់វាយូរតិចណាអូខេដើម្បីពេលយើងបង្កើតទៅវាដូចមនុស្សពិតណាបើយើងដាក់លឿនពេកវាបង្កើតទៅវាអត់ដូចមនុស្សទេវាដូចជា robot ដូចជា tool អញ្ចឹងទៅ Facebook អាចចាប់អញ្ចឹងទៅអូខេអញ្ចឹងដំណើរការបង្កើតវាមានតែប៉ុណ្្នឹងទេពេលបង្កើតហើយពេលយើងយកបង្កើត Novery ពេលយើងបង្កើត Novery យើងបង្កើតរួចរាល់វានឹង load account Novery កន្លែងនេះបញ្ជាក់យើងមាន function មួយទៀតតាក់ទងជាមួយនឹងមានថា Novery no account ដែល Novery មានថា account ដែលយើងបង្កើត Novery ហើយយើងអាចយក Novery ជាមួយ mail របស់យើងបានជាមួយ Soho បានហើយឬ upload រូបភាពផ្សេងៗអញ្ចឹងទៅអញ្ចឹងមកតេស្ត function ទាំងអស់ហ្នឹងផ្សេងទៅ tool នេះខ្ញុំដាក់ free ទេបញ្ជាអត់មានគិតលុយគិតកាក់អីទេណាហើយតាក់ទងយកទៅបើសិនជាមានអ្នកលក់អីអាចប្រាប់ខ្ញុំបានហើយសម្រាប់អ្នកដែលចង់ចុះឈ្មោះចូលរៀនសរសេរ tool បញ្ជា LD ផ្សេង
អាចចុះឈ្មោះបានបញ្ជាក់ថាសិស្សរបស់យើងទាំងអស់ហ្នឹងមាន20មាន30នាក់ហើយឥឡូវអូខេបាទអរគុណសម្រាប់វីដេអូនេះតាក់ទងជាមួយរបៀបប្រើមានតែប៉ុណ្្នឹងទេវាកំពុងដំណើរការក្នុងការបកកើតហើយអញ្ចឹងដូចជាអត់មានអីត្រូវបញ្យល់បងមកទៀតទេហើយបញ្ជាក់មួយទៀតហេតុអីវាអត់តន់ load account កន្លែងនេះ account កន្លែងនេះខ្ញុំអត់តន់ឲ្យវា load ទេដល់វាបង្កើតវាចាប់យក UID ហើយអស់ហើយទៅវាតម្លាក់ឈ្មោះឲ្យយើងតម្លាក់ UID តម្លាក់ password ហើយតម្លាក់ទៅមួយ cookie ផ្សេងៗពេលវា scan បានអញ្ចឹងណាធម្មតាយើងបង្កើតឲ្យទៅវា scan បានឥឡូវវា scan បានហើយខ្ញុំវាតម្លាក់ឲ្យយើងនេះអញ្ចឹងហេតុអីវាអត់តម្លាក់ UID នេះវាអត់តន់តម្លាក់ដោយសារវា scan សិនអូខេវាដំណើរការក្នុងការ scan ហើយទីវា scan ហើយវាតម្លាក់ឲ្យយើងហើយវា check ថា account ហ្នឹងរស់រឿងងាប់គឺរួចរាល់អញ្ចឹងតើតងរបៀបប្រើប្រាស់មានតែប៉ុណ្្នឹងទេអរគុណច្រើន